ដោយតែយើងទាំងអស់គ្នាต้องហើយថាព្រះជាម្ចាស់គឺជាព្រះអម្ចាស់របស់យើងដែលបានបង្កើតនិងគ្រប់គ្រងពិភពលោកនេះហើយព្រះអង្គបានប្រទានសិទ្ធិនិងសេរីភាពដល់យើងជាមនុស្សដើម្បីគ្រប់គ្រងពិភពលោកនេះដោយជាម្ចាស់ពីព្រោះយើងជាមនុស្សជាពុទ្ធិដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់ជាព្រះបិតាប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំមកនេះមនុស្សជាច្រើនបានផ្លេចអត្តសញ្ញាណរបស់ខ្លួនឯងហើយរស់នៅដោយផ្លេចអំពីអត្ថភាពនៃព្រះជាម្ចាស់ជាព្រះបិតាយើងជាមនុស្សគ្រាន់តែជាអ្នកស្នងមរតកប៉ុណ្ណោះប៉ុន្តែយើងគិតថាយើងជាម្ចាស់ហើយបានរំបំពេញសិទ្ធិនិងសេរីភាពដែលព្រះជាម្ចាស់បានប្រទានមកយើងដោយហេតុផលនេះអំពើបាបកំពុងរីករាលដាលនៅក្នុងលោកនេះហើយឧបទ្ទវេហេតុតែផ្ទុយនឹងព្រះハរតិរបស់ព្រះជាម្ចាស់កំពុងកើនឡើងនៅពេលណាដែលជនជាតិយូដាស្ថិតក្នុងគ្រោះថ្នាក់ព្រះជាម្ចាស់ចង់សង្គ្រោះពួកគេព្រះអង្គបានចាត់ពួកអ្នកទំនាំពួកជាការ៉ៃនិងពួកទេវទូតផងឲ្យមកសង្គ្រោះពួកគេហើយព្រះអង្គបានបង្ហាញការអស្ចារ្យដ៏អាកំបាំងជាច្រើនដែរពីព្រោះពួកគេមិនត្រឹមតែជារាជរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែមានមនុស្សមួយចំនួនទូចដែលបានទូលអង្វរព្រះជាម្ចាស់ដោយជាស្មោះសរបន្ទាប់ពីពេលវេលាជាច្រើនបានកន្លងផុតទៅព្រះជាម្ចាស់បានពង្រីកព្រះハរតិសង្គ្រោះរបស់ព្រះអង្គទៅពិភពលោកទាំងមូលដោយសារមានពុទ្ធិតារបស់ព្រះអង្គជាច្រើនដែលរាប់មិនអស់នៅក្នុងលោកនេះតែត្រូវការសេចក្តីស្រឡាញ់និងការសង្គ្រោះរបស់ព្រះអង្គយ៉ាងខ្លាំងដូច្នេះព្រះជាម្ចាស់បានចាត់ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមេស៊ីជាព្រះសង្គ្រោះនិងជាព្រះអេម៉ានូអែលដែលជាព្រះពុត្ររបស់ព្រះបិតាការប្រសូតរបស់ព្រះយេស៊ូវគឺជាភ័ស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នេះគឺជាការអស្ចារ្យដ៏អាកំបាំងដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនិងពេលវេលាទាំងអស់ប៉ុន្តែមានអ្វីមួយដែលបងប្អូនមិនត្រូវភ្លេចការអស្ចារ្យកំបាំងរបស់ព្រះជាម្ចាស់ពិតជាតម្រូវឲ្យមានការចូលរួមពីមនុស្សប្រសិនបើមនុស្សស្មោះត្រង់មិនបានអង្វរដោយចិត្តស្មោះទៅកាន់ព្រះជាម្ចាស់ទេគម្រោងការនៃការសង្គ្រោះរបស់ព្រះអង្គនឹងមិនបានសម្រេចឡើយហើយប្រសិនបើព្រះនាងម៉ារីនិងសាន់តាយូសេបមិនជឿឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយមិនគោរពតាមព្រះハរតិរបស់ព្រះអង្គទេនោះព្រះយេស៊ូវនឹងមិនអាចយាងមកក្នុងលោកនេះបានឡើយដូច្នេះខ្ញុំចង់ប្រាប់ថាការអស្ចារ្យដ៏អាថ៌កំបាំងគឺជាអំណោយពីព្រះជាម្ចាស់ប៉ុន្តែវាត្រូវតែធ្វើតាមដោយជំនឿនិងភាពស្មោះត្រង់របស់មនុស្សសពថ្ងៃនេះប្រទេសកម្ពុជាយើងត្រូវការអស្ចារ្យដ៏អាថ៌កំបាំងពីព្រះជាម្ចាស់បងប្អូនរបស់យើងជាច្រើនកំពុងរងទុក្ខលំបាកក្នុងស្ថានភាពអយុត្តិធម៌បងប្អូនជាច្រើនត្រូវបានបង្ខំឲ្យចាប់ចេញពីភូមិរបស់ពួកគេដោយរស់នៅក្នុងភាពភ័យខ្លាចនិងភ័យរន្ធត់កូនរបស់យើងដែរគួរតែធំឡើងដោយមានសុខភាពល្អនិងសប្បាយរីករាយកំពុងតែមានការព្រួយបារម្ភសូម្បីតែព្រះរបស់ពួកអ្នកដែលចាប់តាមការវាយប្រហារតែពួកគេជឿក៏មិនចង់មានសង្គ្រាមនេះដែរដូច្នេះតើពួកគេចង់បានអ្វីយើងត្រូវតែអធិដ្ឋាន
សូមឲ្យពួកគេមានឆន្ទៈក្នុងការបញ្ឈប់សង្គ្រាមយើងត្រូវតែសូមអង្គព្រះចាំចាស់ឲ្យពួកគេកែប្រែចុះគំនិតស្ថានភាពនេះមិនអាចដោះស្រាយបានតាមរយៈកំហឹងនឹងការស្អប់ខ្ពើមនោះទេផ្ទុយទៅវិញខ្ញុំសង្ឃឹមថាការចង់បាននឹងក្តីសង្ឃឹមសម្រាប់សន្តិភាពនឹងត្រូវបានបង្កើតឡើងយ៉ាងរឹងមាំនៅក្នុងដួងចិត្តរបស់យើងទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាអធិដ្ឋានជាមួយគ្នាដើម្បីសន្តិភាពសម្រាប់ប្រទេសជាតិនីមួយៗផងដែរថ្ងៃបុណ្យនោះចិត្តមកដល់ហើយសូមបងប្អូនអធិដ្ឋានដោយស្ងប់ស្ងាត់នៅក្នុងចិត្តរបស់បងប្អូនដោយសង្ឃឹមថាព្រះយេស៊ូវនឹងយាងមកវិញហើយនាំមកនៅក្នុងនឹងល្អនៃសេចក្តីសង្ឃឹមនិងសេចក្តីសុខសាន្តទៅប្រទេសកម្ពុជាយើង